ខ្ញុំចង់ឲ្យអ្នករស់នៅដែលមានសុភមង្គលមិនមានការពិបាកចិត្តស្រឡាញ់មនុស្សម្នាក់មិនមែនមានន័យថាត្រូវតែបានម្នាក់នោះទេបងទៅទាំងស្នាមញញឹម